ជំរាបសួរបងប្អូនគ្នាសប្បាយចិត្តអត់ចា៎ថ្ងៃនេះជួបជាមួយគ្រូពីដើមទេចា៎ថ្ងៃនេះគឺគ្រូពីដើមមានមេរៀនមួយគឺចែករំលែកតែមេរៀនយើងថ្ងៃនេះគឺនិយាយអំពីតើទៅនឹងអក្សរកំឡូតចា៎តើមានបញ្ហាលេខចំមកអាចធ្វើការរំលោភកូនបានដែរឬទេចា៎ซึ่งបងប្អូនចង់ដឹងអត់បើចង់ដឹងកុំភ្លេចតាមដានវីដេអូនេះរហូតដល់ចប់ទាំងអស់គ្នាเนาะចា៎អញ្ចឹងតើទៅនឹងបញ្ហាសុខភាពចា៎គឺយើងត្រូវតែដឹងយើងត្រូវតែមានការប្រឹក្សាច្បាស់លាស់ពីអ្នកជំនាញទើបយើងទទួលបានការប្រឹក្សាមួយដែលវាប្រើទៅជោគជ័យចា៎ហើយយើងមានទំនុកចិត្តក្នុងការប្រើប្រាស់ណាចា៎អញ្ចឹងដូចជាការប្រើប្រាស់អក្សររំលោភមេរ៉ាបូនេះក៏ដោយចា៎អញ្ចឹងអក្សររំលោភលើទីផ្សារគឺមានច្រើនប្រភេទមែនតើចា៎បើមិនជាយើងមិនដឹងយើងមិនដែលតាមដានយើងប្រកាសជាអត់ដឹងថាអក្សរមួយណាដែលវាមានកម្រិតខ្ពស់អក្សរមួយណាដែលប្រើទៅល្អទេចា៎គឺនៅលើទីផ្សារគឺថាមានច្រើនប្រភេទមែនតើមកគ្នាចា៎ដែលប្រភេទខ្លះនោះវាប្រើទៅអត់ធ្លាក់ចា៎ដែលប្រភេទខ្លះទៀតនោះក៏ប្រើទៅធ្លាក់ខ្លះអត់ខ្លះចា៎ហើយប្រភេទខ្លះទៀតនោះគឺប្រើទៅគឺដឹងតែធ្លាក់ជោគជ័យបងអញ្ចឹងចា៎អញ្ចឹងបើសិនជាយើងអត់បានដឹងទេគឺយើងប្រកាសជាចិត្តតែប្រើពេលខ្លះទៅប្រើទៅអត់ធ្លាក់ទេត្រូវការប្រើម្ដងទៀតអញ្ចឹងទៅเนาะចា៎អញ្ចឹងបើសិនជាបងប្អូនគ្នាមានបញ្ហាទាក់ទងទៅនឹងការចង់យកកូនចេញដោយមិនចង់បានយើងត្រូវយល់ថាការរំលោភកូនគឺមានពីរករណីគឺអាចធ្វើការប្រើប្រាស់ថ្នាំនិងធ្វើការបូមចា៎បើកូនធំលើសធំដែលគេថាលើសពី15សប្តាហ៍ទៅអាហ្នឹងវាត្រូវធ្វើការដាក់ថ្នាំបង្ការដូចកូនយើងកើតធម្មតាជាងចា៎ប៉ុន្តែបើសិនជាកូននៅតូចយើងអាចប្រើថ្នាំឬក៏ធ្វើការបូមសម្អាតតែចំពោះការប្រើប្រាស់ថ្នាំក៏មានរយៈពេលដូចគ្នាផងដែរគឺយើងអាចធ្វើការប្រើប្រាស់ថ្នាំចំពោះបានកូនត្រឹមអាយុ9សប្តាហ៍ចុះក្រោយណាចាអញ្ចឹងមិនមែនយើងចេះតែប្រើទេណាតែខ្លះឃើញថាមានថ្នាំតម្លាក់កូនចាកូន4 5ខែហើយទៅទឹកថ្នាំតម្លាក់ដែរគឺថាតម្លាក់ទៅធ្លាក់អត់ធ្លាក់ទេចាអ្វីសំខាន់វាមិនធ្លាក់ហើយវាប៉ះពាល់ដល់អាយុជីវិតសុខភាពរបស់យើងទៀតធ្លាក់ឈាមខ្លាំងទៅតែបន្តទៅយ៉ាងម៉េចចាគឺបញ្ហាដល់ខ្លួនឯងចាអញ្ចឹងហើយកុំស្ដាយលុយហើយកុំអៀនបើសិនជាឆ្ងល់ត្រូវក្លាហានក្នុងការប្រឹក្សាយោបល់ណាចាស្វែងរកសេវាដែលមានការប្រឹក្សាកុំគ្រាន់តែទៅទិញនៅអសរឋានពេលខ្លះមិនហ៊ានសួរពេទ្យទៀតយកមកដល់ផ្ទះអត់ដឹងប្រើមិនទេតាំងឆាតសួរពេទ្យនេះពេទ្យនោះចាសួរថាធ្វើអញ្ចឹងទៅបានផលពីណាគេអត់បានផលពីណាគេទេហើយពិបាកខ្លួនឯងទៀតព្រោះថាយើងអត់បានសួរគេប្រកាសជាពិបាកខ្លួនឯងអត់ដឹងប្រើមិនទេណាចាអញ្ចឹងបើសិនជាអត់ហ៊ានសួរគេកុំទិញកុំប្រើណាចាត្រូវជ្រើសរើសកន្លែងណាដែលផ្ដល់ការប្រឹក្សាជូនយើងเนาะចាអញ្ចឹងដូចប្រភេទមេរ៉ាបនអញ្ចឹងគឺជាឱសថរំលោភមួយដែលប្រើបានចំពោះកូនក្រឹម9សប្តាហ៍ហើយគឺជាឱសថរំលោភមួយដែលមានប្រសិទ្ធភាពខ្ពស់ដែលក្នុងនោះគឺមានกระดาษណែនាំណាចាហើយឱសថរំលោភប្រភេទមេរ៉ាបននេះផងដែរបើសិនជាយើងទិញស្រួលចំបោះខ្លាយទៀតណាចាឥឡូវវាមានរបស់ខ្លាយអូខេចឹងប្រយ័ត្នប្រយែងមែនតើណាចាគឺមានកระดาษណែនាំដែលងាយស្រួលមែនតើយើងបើសិនជាយើងទិញចំប្រភេទហ្នឹងយើងអាចអានកระดาษណែនាំទៅយើងអាចនឹងប្រើទៅអាចនឹងមានប្រសិទ្ធភាពណាចានេះគេណែនាំថ្ងៃទី1លេខ1ក្រថ្ងៃទី2សល់4ក្រហើយត្រូវធ្វើការប្រឹក្សាតាមដានអីចឹងទៅเนาะចាមានបញ្ហាមិនស្រួលមានសញ្ញាគ្រោះថ្នាក់អីផ្សេងគឺយើងត្រូវតែទៅជួបអ្នកជំនាញចាកូនចង្អោចាវិលមករៀបរូបហ្នឹងគឺជាសញ្ញារំខាននៅពេលដែលយើងប្រើឡើងចាប៉ុន្តែសញ្ញាគ្រោះថ្នាក់គឺនៅពេលដែលយើងមានការគ្រុនក្តៅញាក់ខ្លាំងចារៀបរូបខ្លាំងឈឺក្បាលខ្លាំងចាឬក៏ពេលខ្លះទៅវិលមុខរលហើយមានធ្លាក់សល់គុំក្លិនចាគឺគេឲ្យយើងសញ្ញាបញ្ញាទៅមណ្ឌលសុខាឃើញទេចាចឹងនៅក្នុងហ្នឹងគឺពិតជាល្អមែនតើហើយគេណែនាំតាំងមធ្យោបាយពជាកណាត់របស់យើងទៀតព្រោះថាឆ្នាំរំលោភមិនមែនជាមធ្យោបាយពជាកណាត់ដែលយើងគិតថាអូយមិនចង់បានរំលោភចេញមិនចង់បានរំលោភចេញទេចាពីពេលដែលយើងរំលោភហើយគឺយើងត្រូវប្រើមធ្យោបាយពជាកណាត់ទៅអាចការពារបានចាមានថ្នាំក្រថ្នាំចាក់កុំដៃកងស្បូនជាដើមអញ្ចឹងពេញចិត្តមួយណាគឺទៅបន្ទាប់ពីយើងរំលោភហើយចាហ្នឹងហើយចឹងយើងចូលមេរៀនយើងវិញដែលមេរៀនយើងហ្នឹងគឺនិយាយអំពីតើមានបញ្ហារលាកចំមុះអាចធ្វើការប្រើប្រាស់ឱសថរំលោភបានដែរឬទេเนาะចាអញ្ចឹងបញ្ហារលាកចំមុះនេះគឺជាបញ្ហាមួយដែលកើតទៅលើមនុស្សមួយចំនួនដែលគាត់អា
សាលេខ C ជាមួយនឹងអាកាសធាតុគឺក៏របស់របរណាមួយអញ្ចឹងទៅអញ្ចឹងតែប៉ះរបស់របរហ្នឹងគឺលេខ C ច្រមុះចាអាកាសធាតុអញ្ចឹងគឺលេខ C ច្រមុះអញ្ចឹងទៅចាអញ្ចឹងបើសិនជាគាត់មានបញ្ហាទាំងអស់ហ្នឹងគឺគាត់អាចធ្វើការព្យាបាលនៅបញ្ហាច្រមុះរបស់គាត់ទៅបានជាធម្មតាហើយតើតើទៅនឹងថ្នាំរំលោភគឺគាត់អាចប្រើខុសម៉ោងនៃការគាត់ប្រើប្រាស់នៃបញ្ហាច្រមុះហ្នឹងអញ្ចឹងបើសិនជាករណីគាត់អាលៀកតិចតួចទេគាត់ញ៉ាំថ្នាំឲ្យជាចាំប្រើក៏បានព្រោះថ្នាំនេះប្រើបានរយៈពេល9សប្តាហ៍ចុងក្រោយเนาะចាតែបើសិនជាករណីគាត់ធ្ងន់ធ្ងរអាហ្នឹងគឺគាត់អាចបែងចែកម៉ោងទៅធ្វើម៉េចលេបឲ្យខុសគ្នា3-4ម៉ោងអីចឹងទៅណាចាបើសិនតែនោះលេបព្រឹកអានេះលេបថ្ងៃអីចឹងទៅណាចាអញ្ចឹងវាមានពេលចន្លោះហើយមិនលេបថ្នាំត្រូវលេប24ម៉ោងមែនទេចាអញ្ចឹងគឺយើងអាចបែងចែកចន្លោះចាប់ពី2ម៉ោង3ម៉ោងឡើងគឺយើងអាចប្រើប្រាស់បានហើយណាចាថ្ងៃទី1លេប1គ្រាប់ពីថ្នាំរំលោភថ្ងៃទី1លេប1គ្រាប់ថ្ងៃទី2សល់4គ្រាប់អញ្ចឹងវាប្រើតែ2ពេលហ្នឹងចាអញ្ចឹងហើយតែលោកជឿជាក់ថាយើងប្រកាសជាមានចន្លោះម៉ោងដែលទំនេរចាដែលយើងប្រើទៅវាខុសពីម៉ោងយើងប្រើថ្នាំចំអុះហ្នឹងឯងចាហ្នឹងហើយវាអត់អាចទៅជាន់គ្នាទេយើងកុំប្រើកុំឲ្យជាន់ទៅគឺយើងអាចប្រើប្រាស់បានធម្មតាទេព្រោះពេលខ្លះកូនយើងរៀងធំបើយើងតែនៅពជាពេលទៅវាធ្វើឲ្យប្រើអត់ធ្លាក់ទេយើងត្រូវទៅបងទៅអីចឹងណាចាអញ្ចឹងមានអតិថិជនដែលគាត់ធ្លាប់មានបញ្ហាលេខច្រមុះនេះគឺគាត់យកទៅប្រើអត់អីទេហើយជោគជ័យហើយណាចាអញ្ចឹងបើអ្នកដែលមានបញ្ហាលេខច្រមុះហ្នឹងអត់អីទេគឺគាត់អាចយកទៅប្រើប្រាស់បានប៉ុន្តែបញ្ជាក់ណាចំពោះកូនគ្រាន់9សប្តាហ៍ទេចាថ្ងៃអញ្ចឹងបើកូនលើ9សប្តាហ៍ត្រូវទៅការទៅធ្វើការបូមសម្អាតទេចាប្រើបានជាធម្មតាគ្រាន់តែត្រូវប្រើនៅចន្លោះម៉ោងនៃការប្រើប្រាស់ថ្នាំរលាកច្រមុះហ្នឹងណាយល់ទេបងប្អូនចាចន្លោះចាប់ពី2-3ម៉ោងទៅប្រើបានហើយអញ្ចឹងឧទាហរណ៍ថាតាមលេខច្រមុះយើងប្រើថ្ងៃ2ដងព្រឹកល្ងាចអានេះប្រើពេលថ្ងៃទៅមករៀនអត់មានបាក់អីគិតទេណោះចាមានបាក់អីគិតទេចាចំពោះថ្នាំរំលោភនេះគឺប្រើតែ2ដងហើយមួយថ្ងៃប្រើតែម្ដងទៀតថ្ងៃទី1លេប1គ្រាប់ថ្ងៃទី2សល់4គ្រាប់អញ្ចឹងឧទាហរណ៍ថាបើសិនជាថ្ងៃហ្នឹងយើងលេបម៉ោង10ព្រឹកស្អែកឡើង24ម៉ោងស្អែក10ព្រឹកវិញយើងសល់4គ្រាប់សល់ហើយគេងកន្លះម៉ោងទៅ1ម៉ោងទៅក្នុងកំឡុង4ទៅ6ម៉ោងក្រោយគឺវានឹងធ្លាក់ឯងចាហើយក្នុងកន្លះណែនាំគេអាចយើងអាចពជាដល់48ម៉ោងប៉ុន្តែបើយើងចង់មានប្រសិទ្ធភាពយើងប្រើក្នុង4ម៉ោងគឺប្រសិទ្ធភាពវាខ្ពស់ជាងเนาะចាអញ្ចឹងយល់ដល់គ្នាបញ្យល់ប៉ុណ្ណឹងសង្ឃឹមថាយល់ទេចាគឺអាចប្រើប្រាស់បានណាចំពោះអ្នកដែលមានបញ្ហាលេខច្រមុះគ្រាន់តែយើងប្រើឲ្យខុសម៉ោងគ្នាប្រើឲ្យចន្លោះម៉ោងមកเนาะចាហើយតកតងទៅនឹងការតមការអីគឺយើងតមជាធម្មតាទៅចាតមធម្មតាអ្នកលេខច្រមុះតមអីយើងតមហ្នឹងទៅเนาะហើយបើចំពោះអ្នកដែលគាត់មានបញ្ហារលូតនេះគឺការតមគឺអត់មានច្រើនទេចាតមដូចតែអ្នកសម្រាប់កូនអញ្ចឹងតមអាំងឈើស្ករថ្មតមជក់បារីតមផឹកស្រាតមធ្វើការងារធ្ងន់តមរំភេទអីចឹងទៅចាតិចតួចទេមិនច្រើនទេហើយពេលដែលយើងមានសុខភាពល្អធម្មតាគឺយើងអាចញ៉ាំអាចអីធម្មតាទៅเนาะហ្នឹងហើយញ៉ាំហឹលញ៉ាំអីយើងតមអាចនិយាយអីទេចាមិនតមទេចាហ្នឹងហើយចឹងបងគ្នាចឹងយល់នៅចាសង្ឃឹមថាយល់ហើយចាហើយបើសិនជាបងគ្នាស្ដាប់ទៅនៅមានចំណល់អីចន្លោះណាមួយបងគ្នាអាចឆាប់មកប្រឹក្សាក៏ដូចជាសាកសួរព័ត៌មានបន្ថែមបាននៅក្នុងធ្វើការប្រឹក្សាជួយបន្ថែមចាអញ្ចឹងមេរៀនគូកណ្ដាលគឺមានប៉ុណ្ណេះទេចាសូមអរគុណសូមជម្រាបលាជួបគ្នាដល់បន្តហើយបើសិនជាបងប្អូនពេញចិត្តកម្មវិធីគ្រូកុំភ្លេចជួយ like ជួយ share ជួយ follow page ក៏ដូចជាជួយ subscribe channel YouTube អ្នកគ្រូពេទ្យវីដេអូអ្នកមួយផងចាចូលចូល YouTube វាយឈ្មោះ Din វីដេអូចឹងមកបងនឹង load channel ហើយចឹងកុំភ្លេចជួយ subscribe ផងណាចាហើយបើសិនជាចង់ទទួលសេវាទៅតាមការរំលោភចាបើថាការប្រើប្រាស់ថ្នាំបើថាការបូមចាយកកូនប៉ុណ្ណាទេចាដល់7 ខែក៏ដោយចាគឺអ្នកគ្រូមានសេវាឡើងសម្រាប់បងប្អូនហើយទៅមានសុខភាពជូនបើសិនជាបងប្អូនចង់ដឹងចង់បានព័ត៌មានលម្អិតបងប្អូនអាចឆាតមក page មន្ទីរពេទ្យនិកសាលាស្នាមញញឹមស្ត្រីឬក៏តាម Telegram រួមត096 42 82 5.5បានចាក់ដាច់លេខឆ្លងដល់ Daily ទូទៅចាសូមអរគុណសូមជម្រាបលាបាយបាយ